សក់កណូមិនកើតបើយើងញ៉ាំច្រើនអញ្ចឹងគឺចំនួនថាមពលដែលចូលក្នុងរាងកាយយើងគឺច្រើនមែនតើពេលខ្លះយើងប្រើប្រាស់អត់មានបញ្ហាអីវារក្សាទុកយូរបំលែងទៅជាខ្លាញ់អញ្ចឹងធ្វើយើងឡើងគីឡូទី1ឡើងខ្លាញ់ឡើងកូលេស្តេរ៉ុលផ្សេងអញ្ចឹងទៅហើយបើសិនជាយើងញ៉ាំច្រើនដងយើងញ៉ាំរបស់ផ្អែមច្រើនកាហ្វេនំផ្អែមច្រើនយូរក៏ធ្វើអ៊ីនស៊ូលីនយើងឡើងដែរពេលដែលអ៊ីនស៊ូលីនយើងឡើងយូរអត់ដែរចុះសោះគឺយើងញ៉ាំរហូតយកជាទឹកដាក់លើការញ៉ាំទៅជា insulin resistant insulin resistant គឺជាចំណុចចាប់ផ្ដើមនៃជំងឺជាច្រើនដូចជាទឹកនោមផ្អែមលើសជាតិស្ករលើសឈាមណាហើយនឹងជំងឺជាច្រើនទៀតអញ្ចឹងហើយខ្ញុំធ្វើវីដេអូនេះចង់ឲ្យបងប្អូនជួយទុកដាក់ទៅលើរបបអាហារនិងការជ្រើសរើសការញ៉ាំមិនមែនថាអូយមកជីវិតនេះICA លេខបានទេចង់ស៊ីតែរបស់ល្អអញ្ចឹងមិនឆ្ងាញ់ទេព្រោះពេលខ្លះចង់ញ៉ាំ passion cream គេល្បីអញ្ចឹងបានអត់បញ្ហាទេឧទាហរណ៍ថ្ងៃឡើងយើងញ៉ាំអា passion cream នឹងមួយកែវអញ្ចឹងយើងត្រូវដឹងថាអូថ្ងៃនេះយើងដាក់ហ្នឹងឯងយើងចង់ញ៉ាំចង់ភ្លក់អញ្ចឹងអញ្ចឹងបើញ៉ាំ passion cream ហ្នឹងហើយយើងញ៉ាំសាឡាត់មួយសាច់ទៅដកបាយចេញហើយល្ងាចឡើងយើងបន្ថយតិចទៀតអីចឹងណាឬក៏ fasting ពេលយប់អីចឹងទៅយើងអាចធ្វើអញ្ចឹងបានអាហ្នឹងក៏វាល្អដែរជាងថ្ងៃដាក់ច្រើនហើយថ្ងៃនេះដាក់ច្រើនទៀតស្អែកព្រឹកដាក់ច្រើនទៀតគឺច្រើនរហូតតែខ្ញុំក៏ចឹងដែរបងប្អូនពេលខ្លះញ៉ាំតែគុជមួយកែវអញ្ចឹងណាបើខ្ញុំញ៉ាំតែគុជមួយកែវមកផ្ទះវិញគឺខ្ញុំអត់ញ៉ាំអីទៀតទេញ៉ាំសាឡាត់មួយចានអញ្ចឹងដែលណាំអញ្ចឹងតែទៅក្រុមហ៊ុនគេមានកម្មវិធីជប់លៀងលក្ខណៈអាំងសាច់ក្រកអាំងអីបុគ្គលិកសោះសេអញ្ចឹងគឺគាត់ញ៉ាំសាច់ក្រកគាត់ញ៉ាំសាច់អាំងគេធ្វើសាច់អាំងសាច់អីមកដល់ផ្ទះគឺគាត់អត់ញ៉ាំសាច់ទៀតទេគាត់ធ្វើតែសាឡាត់ញ៉ាំអីធ្វើសាឡាត់មួយចានញ៉ាំគឺហើយញ៉ាំបន្លែវិញអញ្ចឹងអាហ្នឹងគេហៅថា balance តុល្យភាពនៃរបបអាហារ